បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅក្នុងคลิปវីដេអូថ្មីនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបបង្កើតចំណងជើងឬមួយក៏ from ដើម្បីធ្វើការបាក់កែរូបភាពពីរូបភាពសខ្មៅបាទឲ្យចេញទៅជារូបភាពបាទ color ស្រស់ស្អាតហើយមួយទៀតនោះបើសិនជាបងប្អូនបានធ្វើការបាទថតរូបបាទជាប់ទៅបាទឃើញថារូបភាពនោះបាទស្លៀកពាក់មិនសមរម្យបងប្អូនអាចធ្វើការបាក់កែរូបភាពនោះបាទឲ្យទៅជាបាទស្លៀកពាក់សមរម្យវិញបានដែរឥឡូវសូមធ្វើការបាក់បែរកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃនេះតែម្ដងបាទវីដេអូមុនខ្ញុំធ្លាប់បានធ្វើការបង្ហាញបងប្អូនម្ដងហើយពីរបៀបបាក់កែរូបភាពពីរូបភាពបាទសខ្មៅឬមួយក៏រូបភាពចាស់ហ្នឹងឲ្យចេញទៅជារូបភាពបាទ color ឲ្យស្រស់ស្អាតនៅវីដេអូនេះខ្ញុំបន្ថែមមួយទៀតពីរបៀបបាទបង្កើតបាទចំណងជើងឬមួយក៏ from បានដោយខ្លួនឯងណាបាទតម្រូវបងប្អូនធ្វើការបាទdownload ឬក៏ដំឡើងកម្មវិធីបន្ថែមមួយទៀតណាបាទកម្មវិធីនោះបងប្អូនធ្វើការបាទចូលមក Play Store មកបាទរួចចាំបងប្អូនសរសេរពាក្យថាបាទ translate បាទអញ្ចឹងបើសិនបងប្អូនអត់ទាន់យល់បងប្អូនអាចមើលវីដេអូរបស់ខ្ញុំនៅខាងក្រោមបានណាបាទអញ្ចឹងតម្រូវបងប្អូនមានកម្មវិធី2ទី1បាទ Gemini បាទទី2បាទ Translate អញ្ចឹងបងប្អូនមានកម្មវិធី2នេះហើយបងប្អូនអាចធ្វើការបាក់កែនិងបង្កើតចំណងជើងបានដោយខ្លួនឯងហើយបាទអញ្ចឹងតម្រូវបងប្អូនមានបាទរូបថតមកឧទាហរណ៍ថាខ្ញុំមានរូបថត2សន្លឹកនេះបាទនេះជារូបថតជីដូននិងជីតារបស់ខ្ញុំហើយជីតារបស់ខ្ញុំនេះគឺគាត់អត់ពាក់អាវទេអញ្ចឹងខ្ញុំត្រូវតែបំពេញបាទអាវទៅឲ្យគាត់មួយណាបាទហើយរូបថតទី2នេះជារូបថតការបងខ្ញុំនៅក្នុងឡុងឆ្នាំ2005រូបថតនេះមានអាយុដូចជា20ឆ្នាំហើយអញ្ចឹងវាមានសភាពចាស់និងមើលអត់សូវឃើញទេណាបាទវាបាត់ color បាត់អីខ្លះហើយចាំមើលក្រោយពីការកែមើលតើបាទកែចេញទៅទម្រង់បែបណាបាទអញ្ចឹងខ្ញុំចូលមកកម្មវិធី Translation ដើម្បីបង្កើត from មួយឧទាហរណ៍ថាខ្ញុំចង់ធ្វើការបន្ថែមអាវទៅឲ្យគាត់ខ្ញុំបង្កើត from មួយណាបាទអញ្ចឹងចូលមក Translation ឬក៏ Google Translation មកបើសិនជាបងប្អូនអត់ចេះប្រើប្រាស់បងប្អូនអាចមើលវីដេអូរបស់ខ្ញុំនៅខាងក្រោមបានណាខ្ញុំបង្ហាញបងប្អូនពីរបៀបប្រើប្រាស់អញ្ចឹងបងប្អូនចូលមកដំបូងបងប្អូនធ្វើការបញ្ចុចកន្លែង search ហ្នឹងមករួចហើយបងប្អូននិយាយទៅណាឧទាហរណ៍ថាខ្ញុំធ្វើការបាក់កែរូបភាពហ្នឹងបាទជាទម្រង់បែបបាទឲ្យមានអាវពាក់វិញណាបាទអញ្ចឹងសូមនិយាយទៅបាទចុចកន្លែង microphone តែម្ដងមកបាទប្រែក្លាយរូបថតឲ្យមានអាវពាក់អាវពណ៌សបាទខោពណ៌ខ្មៅតនុយបាទស្រស់ស្អាតរូបភាព color បាទបងប្អូននិយាយចឹងទៅណាបាទសូមបិទ microphone ទៅអញ្ចឹងបើសិនយើងបងប្អូនធ្វើការបាននិយាយទៅវានឹងចេញជាទម្រង់បែបនេះឥឡូវខ្ញុំសូម copy យកតែម្ដងទៅនេះរូបអក្សរហ្នឹងបាទ copy យកមកដាក់តែម្ដងទៅចឹងនេះបងប្អូនបាទដូចតែគ្នាទេបាទប្រែក្លាយរូបបាទរូបថតអធិស្ឋានបាទប្រែក្លាយរូបភាពចាស់ឲ្យមានបាទអាវពាក់អាវសខោពណ៌ខ្មៅតនុយបាទស្អាតរូបភាពបាទ color បាទបងប្អូនសើចតែសរសេរតែប៉ុណ្្នឹងទៅណាបាទហើយបើសិនជាបងប្អូនសរសេរទៅអត់ចេញវាជាប់ទម្រង់បែបនេះបាទជាប់ទម្រង់បែបនេះបងប្អូន select មកនេះបើសិនជាពេលខ្លះវាអត់ចេញណាបាទអត់ចេញអញ្ចឹងវាចេញជាអក្សរខ្មែរទាំងអស់អញ្ចឹងបងប្អូនបាទចុចបាទផ្លាស់ប្ដូរកន្លែងព្រួយហ្នឹងមកណាបាទពេលនោះនឹងចេញទម្រង់បាទខ្មែរផងបាទអង់គ្លេសផងអញ្ចឹងបងប្អូនធ្វើការបាទថយពឹកមកឬចាំបងប្អូនធ្វើការបាទចុចកន្លែងសញ្ញា copy ឬក៏ចម្លងហ្នឹងណាបាទអញ្ចឹងមានទាំងពីរតែម្ដងណាបាទអញ្ចឹងខ្ញុំចុចយកអង់គ្លេសចុះបាទពីព្រោះតែកម្មវិធីGemini ហ្នឹងគេស្គាល់តែអង់គ្លេសទេបាទអញ្ចឹងខ្ញុំចូលមកបាទ Gemini យើងបងប្អូនបង្កើត from រួចរាល់ហើយណាបាទអញ្ចឹងសូមការ clear ចោលសិនទៅបាទ clear កម្មវិធីចោលសិនរួចហើយចូលមកសារថ្មីបាទចូលមកថ្មីមកនឹងចេញទម្រង់បែបនេះចូលពីលើ Gemini បាទរួចហើយបងប្អូនបាទនឹងចេញនឹងឃើញទម្រង់បែបនេះបាទកន្លែងនេះកន្លែងបញ្ចូលកន្លែង from ឬក៏ចំណងជើងហ្នឹងបាទកន្លែងនេះបូកនេះជាកន្លែងបងប្អូនធ្វើការបាត់ add រូបភាពបាទអញ្ចឹងបងប្អូនចុចបាទរូបភាពសិនមកបាទចុចកន្លែងសញ្ញាលេខបូកហ្នឹងរួចហើយបងប្អូននឹងឃើញបាទដូចជារូបភាពមានលេខបូកហ្នឹងគេដាក់ថាបាទ gallery រួចហើយបងប្អូនធ្វើការបាទទាញរូបថតមកបាទ
បាទមកដល់ត្រង់នេះបងប្អូនធ្វើការបាទគប់2បាទចំណងជើងឬក៏ from បងប្អូនធ្វើការបាទផាសយកមកមិញណាបាទអញ្ចឹងបងប្អូនចុចកន្លែងនេះមកឬមួយក៏សកត់កន្លែងនេះតែម្ដងមកណាបាទសកត់មកប៉ាប់មកនឹងចេញកន្លែងពាក្យថាបាទផាសនេះបាទអញ្ចឹងចុចផាសមកបាទរួចហើយបងប្អូនចាំមើលព្រួញកន្លែងនេះបាទបើសិនជាវាចេញបើសិនវានៅពណ៌ស្អាតអញ្ចឹងគឺបងប្អូនចុចទៅអត់ទាន់បានទេតើចេញពណ៌ខ្មៅបែបនេះណាបាទអញ្ចឹងបងប្អូនចុចទៅពេលនោះគេនឹងធ្វើការបាក់កែរូបភាពបងប្អូនបាទអូតូហើយណាអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចតើតែព្រួញវាឈប់វិលណាបាទវងមូវាឈប់វិលទៅរូបភាពនេះបាទធ្វើការបាក់កែរួចរាល់ណាបាទនេះបងប្អូនចិត្តរួចរាល់ហើយបាទចាំមើលទាំងអស់គ្នាបាទនេះបងប្អូនបាទរូបថតហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនមិនស្រឡាញ់រូបបាទកបើកឬក៏កអីអញ្ចឹងចង់ស្វែងបានកមូលឬក៏បាទខោអីពណ៌ផ្សេងអញ្ចឹងបងប្អូនធ្វើការបាទកែចំណងជើងទៅគឺរបៀបកែបងប្អូនធ្វើការបាទកែទាំងហ្នឹងណាបាទកែទាំងហ្នឹងទៅបាទកែជាអក្សរខ្មែរនោះនឹងចេញជាទម្រង់អក្សរអង់គ្លេសបងប្អូនធ្វើការ copy មកណាបាទអញ្ចឹងខ្ញុំធ្វើការបាទកែរូបភាពមួយទៀតណាបាទអញ្ចឹងធ្វើការកែរូបភាពមួយទៀតហើយរូបភាពនេះធ្វើការបាទទាញយកអញ្ចឹងរបៀបទាញយកបងប្អូនគ្រាន់តែបាទកែធ្វើការកែរួចរាល់អញ្ចឹងហើយបងប្អូនចុចតក់ទៅលើមករួចចាំបងប្អូននឹងឃើញបាទសញ្ញាព្រួយបាញ់ចុះក្រោមនេះជាសញ្ញា download ណាបាទអញ្ចឹងបងប្អូនចុចទៅលើហ្នឹងមកបាទពេលនោះរូបភាពនឹងធ្វើការបាទរត់ចូលទៅក្នុងវិចិត្រសារឬក៏ការីបងប្អូនដោយអូតូអញ្ចឹងបងចេញឲ្យវិញឬមួយក៏ចូលទៅកន្លែងវិចិត្រសារឬក៏ការីហ្នឹងមកបាទនេះបងប្អូនរូបភាពខ្ញុំធ្វើការកែមិញណាឥឡូវធ្វើការបាក់កែមួយទៀតបាទអញ្ចឹងខ្ញុំធ្វើការកែមួយទៀតបាទដំបូងខ្ញុំធ្វើការចូលកន្លែងបាទ Google Translate ឬក៏ Translate សិនណាបាទចំពោះកម្មវិធី Google Translate នេះបាទគឺមានភាពបាទងាយស្រួលហើយនឹងមានប្រយោជន៍ច្រើនណាស់បងប្អូនបាទមានប្រយោជន៍ច្រើនខ្លាំងមែនតើណាបាទជួយយើងធ្វើការបាទនិយាយទៅកាន់បរទេសផងបាទមិនថាសាសអីទេបាទចិនបាទអង់គ្លេសជប៉ុនកូរ៉េអីគឺអាចបកប្រែបានទាំងអស់ណាបាទអញ្ចឹងខ្ញុំសូមធ្វើការបាទ copy តែម្ដងមកគឺលឿនណាបាទ copy នេះបាទអញ្ចឹងបងប្អូនមើលតែអក្សរហ្នឹងទៅអញ្ចឹងស្គាល់ copy យកមកដែរនេះអញ្ចឹងចង់ធ្វើការបាទកែរូបភាពមួយនេះបាទរូបភាពមួយនេះភាពហ្នឹងចាំមើលខ្ញុំធ្វើការសរសេរបែបនេះបាទប្រែคล้ายរូបភាពចាស់ដែលប្រសាទបាទបាត់ទៅជាពណ៌ស្រស់ឆើតឆាយនិងបាទប្រកបនិយមបាទមកដល់ចំណុចនេះបងប្អូនធ្វើការបាទ copy យកតែម្ដងទៅនេះបាទ copy ផ្លឹបនេះចេញទៅហើយបាទអញ្ចឹងបងប្អូនចូលមកកម្មវិធី Google Gemini មកបាទខ្ញុំចេញឲ្យវិញមកនេះចូលផ្លឹបរួចហើយបងប្អូនមិនបាច់ធ្វើការបាទ clear ចោលក៏បានដែរបងប្អូនចុចសារដើមវិញមកនេះបងប្អូននឹងឃើញតម្រងបាទលេខបូកបាទអញ្ចឹងបងប្អូនចុចលេខនេះបូកមករួចហើយបងប្អូនចុចទៅពាក្យថា gallery ហ្នឹងមកដើម្បីធ្វើការទាញរូបថតនេះរូបថតមួយនេះណាបាទមកដល់ទាំងនេះបងប្អូនធ្វើការបាទ copy បាទ from មិញមកឬក៏ចំណងជើងមិញមកបាទរួចហើយបងប្អូនចុចព្រួយបើសិនជាព្រួយនោះវានៅពណ៌ស្អាតបងប្អូនចុចអត់តន់ទៅទេតើចេញពណ៌ខ្មៅបាទឥឡូវចាំមើលរូបភាពនេះនៅតើស្អាតបានប្រមាណភាគរយមកហើយបងប្អូនបាទនេះបងប្អូនបាទគឺខុសគ្នាឆ្ងាយមែនតើណាអញ្ចឹងធ្វើការទាញយកបន្តិចសិនបាទទាញយកបាទលើពេញហ្នឹងនេះបាទចាំមើលរូបភាពហ្នឹងណាបាទរូបភាពដែលស្អាតបាទ zoom មកគឺមើលអត់ចង់ឃើញមុខទេណារូបភាពហ្នឹងណាហើយមានកង់ពលឺចាទៀតណាចាបាទឥឡូវចាំមើលតើវាបានតម្រង់បែបណានេះបាទឃើញអត់បងប្អូនវាច្បាស់គឺល្អប្រើខ្លាំងមែនតើបងប្អូនណាបាទឃើញនៅមុខក្មេងៗក៏ច្បាស់ដែរនេះបាទកាន់វ័យកាន់អីចឹងណានេះជានៅកន្លែងចុងភៅទេបងប្អូនបាទគឺគាត់ថតមកណាបាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូននឹងធ្វើបានគ្រប់គ្នាហើយមុនឃ្លីបពីបងប្អូនតែបាទក៏សូមជូនពរជូនជ័យដល់បងប្អូនបាទក្នុងឱកាសបុណ្យចូលឆ្នាំសកលបាទ2026នេះសូមបងប្អូនបាទរកទទួលទីមានសុខភាពល្អហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណា
ខ្ញុំបាទក៏សូមកាន់តែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅបាទវីដេអូក្រោយបាទបាយបាយ